សម្រាប់បងប្អូនទី12ណាដែលមិនទាន់ចេះរៀបចំការវិភាគនិងសម្រាប់បងប្អូនណាដែលពួកគាត់ចង់រៀបចំការវិភាគមួយឲ្យបានល្អសម្រាប់ខ្លួនឯងវីដេអូនេះសម្រាប់អ្នកទាំងអស់គ្នាដោយសារតែខ្ញុំមើលឃើញថាការរៀបចំការវិភាគនេះវាអាចបង្កើតបានទៅជាបញ្ហាមួយដែរសម្រាប់យើងទី12អ្នកដែលពួកគាត់ចង់បានការវិភាគរៀនដោយខ្លួនឯងប៉ុន្តែពួកគាត់អត់ដឹងថាគួរតែរៀបចំពីចំណុចណាទៅចំណុចណាទេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែករំលែកពីវិធីសាស្ត្រចំនួន2ដែលយើងនឹងនិយាយគ្នាទាក់ទិនជាមួយនឹងមូលដ្ឋានគ្រឹះនៃការបង្កើតការវិភាគតែម្ដងហើយខ្ញុំហ៊ានធានាថាពីចំណុចនេះវានឹងធ្វើឲ្យអ្នកគ្នាចំណាយពេលតិចខ្លាំងមែនទែនហើយអាចធ្វើឲ្យអ្នកគ្នាបង្កើតការវិភាគមួយបានយ៉ាងល្អថែមទៀតផងមួយធ្វើចំណាត់ថ្នាក់មុខវិជ្ជានេះគឺជាជំហានដំបូងនៃការបង្កើតការវិភាគហើយវាក៏ជាជំហានដែលអាចកំណត់បានថាតើការវិភាគរបស់អ្នកគ្នាមានប្រសិទ្ធភាពឬមួយក៏គ្មានប្រសិទ្ធភាពអញ្ចឹងតេតិនជាមួយនឹងការអនុវត្តនៅក្នុងចំណុចមួយនេះវិញគឺខ្ញុំចង់ឲ្យអ្នកគ្នាបែងចែកមុខវិជ្ជាដែលយើងកំពុងតែរៀននឹងជា3ចំណាត់ថ្នាក់ហើយចំណាត់ថ្នាក់ទី1គឺយើងចាប់ចូលនៅមុខវិជ្ជាណាដែលយើងរៀនមិនចេះនិងចំណាត់ថ្នាក់ទី2គឺចាត់ចូលមុខវិជ្ជាណាដែលយើងរៀនមិនសូវចេះនិងចំណាត់ថ្នាក់ទី3គឺយើងបែងចែកនៅមុខវិជ្ជាណាដែលយើងរៀនចេះខ្ញុំជឿថាអ្នកទាំងប្រកាសជាដឹងច្បាស់ខ្លួនឯងថាតើមុខវិជ្ជាណាខ្លះដែលយើងចេះហើយមុខវិជ្ជាណាខ្លះដែលយើងមិនសូវចេះហើយមុខវិជ្ជាណាខ្លះដែលយើងមិនចេះអញ្ចឹងតេតិនជាមួយនឹងការអនុវត្តនៅចំណុចមួយនេះបើសិនជាអ្នកគ្នាកំពុងតែអនុវត្តនៅចំណុចមួយនេះគឺខ្ញុំចង់ឲ្យអ្នកគ្នាចេះគោរពខ្លួនឯងកុំកុហកខ្លួនឯងឲ្យសោះបើសិនជាមុខវិជ្ជាណាចេះដាក់ថាចេះបើសិនជាមុខវិជ្ជាណាមិនសូវចេះដាក់ថាមិនសូវចេះហើយប្រសិនជាមុខវិជ្ជាណាដែលយើងមិនចេះគឺដាក់ថាមិនចេះតែម្ដងអញ្ចឹងប្រហែលជាអ្នកនេះឆ្ងល់ទៀតថាចុះគ្រាន់តែរៀបចំការវិភាគសោះហេតុអីចាំបាច់ធ្វើចំណាត់ថ្នាក់អញ្ញាអញ្ចឹងទៅអីអញ្ចឹងយើងធ្វើចំណាត់ថ្នាក់មុខវិជ្ជានេះឡើងក៏ដោយសារតែយើងត្រូវទៅអនុវត្តនៅចំណុចទី2គឺតេតិនជាមួយនឹងការបែងចែកម៉ោងរៀនអញ្ចឹងបន្ទាប់ពីយើងបានធ្វើចំណាត់ថ្នាក់មុខវិជ្ជារួចរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតនោះគឺបែងចែកម៉ោងរៀនទៅឲ្យពួកវាអញ្ចឹងតេតិនជាមួយនឹងការបែងចែកទៅឲ្យមុខវិជ្ជាដែលយើងបានធ្វើចំណាត់ថ្នាក់ការពីចំណុចទី1ហ្នឹងគឺខ្ញុំចង់ឲ្យអ្នកគ្នាផ្ដល់ម៉ោងរៀនទៅកាន់មុខវិជ្ជាដែលអ្នកគ្នាមិនចេះឲ្យច្រើនជាមុខវិជ្ជាណាទាំងអស់ហើយមុខវិជ្ជាដែលទទួលបានម៉ោងច្រើនបន្ទាប់នោះគឺជាមុខវិជ្ជាដែលយើងមិនសូវចេះចំណែកឯមុខវិជ្ជាដែលយើងចេះគឺជាប្រភេទមុខវិជ្ជាដែលទទួលបានម៉ោងរៀនតិចជាងគេអញ្ចឹងមកដល់ត្រង់ចំណុចនេះប្រហែលជាមានគ្នាយើងខ្លះគឺពួកគាត់ឆ្ងល់ទៀតថាចុះហេតុអីបានជាខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាផ្ដល់ម៉ោងរៀនទៅឲ្យមុខវិជ្ជាអស់តែនឹងឲ្យស្មើគ្នាហ្មងទៅចាំបាច់ឲ្យមុខវិជ្ជាមួយនោះច្រើនមុខវិជ្ជាមួយនោះតិចទៅអីអញ្ចឹងដើម្បីឲ្យអ្នកគ្នាកាន់តែមានការយល់ដឹងកាន់តែស៊ីជម្រៅទាក់ទងជាមួយនឹងការបែងចែកម៉ោងរៀននេះខ្ញុំចង់ឲ្យអ្នកគ្នាកលេចទៅមើលការវិភាគនៅសាលារៀនរបស់យើងផ្ទាល់តែម្ដងប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចថាខ្ញុំនិយាយអំពីការវិភាគនៅសាលានេះគឺខ្ញុំនិយាយអំពីសាលារដ្ឋក៏ដោយសារតែខ្ញុំអត់ដឹងថានៅសាលាឯកជនគេបែងចែកការវិភាគតាមវិធីសាស្ត្រណាគឺខ្ញុំអត់ដឹងទេអញ្ចឹងបើសិនជាគ្នាយើងដែលកំពុងតែទស្សនាវីដេអូនេះរៀននៅសាលាឯកជនគឺយើងអាចខមមិនបញ្ជាក់នៅខាងក្រោមវីដេអូនេះផងថាតើការបែងចែកការវិភាគនៅសាលាឯកជនដូចនៅសាលារដ្ឋឬមួយក៏អត់ថ្ងៃការពីខ្ញុំនៅទី12ខ្ញុំគឺជាសិស្សវិទ្យាសាស្ត្រពិតម្នាក់ហើយអ្វីដែលខ្ញុំសង្កេតឃើញតាមរយៈការវិភាគមួយសប្តាហ៍រៀននៅសាលាហ្នឹងគឺខ្ញុំសង្កេតឃើញថាមុខវិជ្ជាដែលទទួលបានម៉ោងរៀនច្រើនជាងគេគឺមុខវិជ្ជាគណិតវិទ្យាចំណែកឯមុខវិជ្ជាដែលទទួលបាននៅម៉ោងរៀនច្រើនបន្ទាប់នោះគឺជាមុខវិជ្ជាវិទ្យាសាស្ត្រពិតដែលមានដូចជាគណិតរូបគីមីជីវៈជាដើមចំណែកឯមុខវិជ្ជាដែលទទួលបានម៉ោងតិចជាងគេក្នុងមួយសប្តាហ៍ហ្នឹងគឺតេតិនជាមួយនឹងមុខវិជ្ជាវិទ្យាសាស្ត្រសង្គមបន្ទាប់បីជាខ្ញុំមិនបញ្ជាក់នៅក្នុងចំណុចត្រង់នេះប្រហែលជាមានគ្នាយើងមួយចំនួនធំពួកគាត់អាចយល់បានថាហេតុអីបានជាមុខវិជ្ជាគណិតវិទ្យានៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតមានម៉ោងរៀនច្រើនជាងគេក៏ដោយសារតែមុខវិជ្ជាមួយនេះនៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតគឺវាមានសមត្ថភាពខ្លាំងក្លាមែនទែនគឺវាអាចមានសមត្ថភាពទាញមុខវិជ្ជាផ្សេងទៀតឲ្យឡើងលើបានហើយវាក៏អាចមានសមត្ថភាពទាញមុខវិជ្ជាផ្សេងទៀតឲ្យធ្លាក់មកខាងក្រោមបានដែរអញ្ចឹងដោយសារតែភាពចាំបាច់របស់វាដោយសារតែឥទ្ធិពលរបស់វាខ្លាំងបែបនេះហើយទើបគេផ្ដល់នៅម៉ោងរៀនឲ្យច្រើនជាមុខវិជ្ជាណាទាំងអស់អាចនិយាយបានថានេះគឺជាមុខវិជ្ជាចាំបាច់ខ្លាំងមែនទែនសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិតអញ្ចឹងយើងត្រឡប់មកកាន់ចំណាត់ថ្នាក់មុខវិជ្ជាទាំង3ដែលយើងបានបែងចែកការពីចំណុចទី1រួចរាល់ហ្នឹងគឺខ្ញុំចង់ឲ្យអ្នកគ្នាផ្ដល់ភាពសំខាន់ផ្ដល់ភាពចាំបាច់ទៅកាន់មុខវិជ្ជាដែលអ្នកគ្នាមិនចេះឲ្យច្រើនជាងគេបន្ទាប់មកទៀតគឺមុខវិជ្ជាដែលអ្នកគ្នាមិនសូវចេះហើយបន្ទាប់មកទៀតគឺជាមុខវិជ្ជាដែលអ្នកគ្នាចេះអញ្ចឹងបើសិនជាអ្នកគ្នាផ្ដល់ម៉ោងផ្ដល់ពេលវេលាទៅកាន់មុខវិជ្ជាដែលអ្នកគ្នាមិនចេះនៅក្នុងការវិភាគរបស់យើងបានកាន់តែច្រើនកាលណា
វាធ្វើឲ្យយើងកាន់តែថ្និតកាន់តែស្ទាន់កាន់តែយល់ដឹងអំពីមុខវិជ្ជាដែលយើងមិនចេះហ្នឹងគឺបានកាន់តែច្រើនហើយបើសិនជាយើងយល់អំពីវាបានកាន់តែច្រើនគឺយើងក៏អាចមានភាពរយច្រើនខ្លាំងមែនទែនដែលទទួលបានលទ្ធផលល្អតាមរយៈការសិក្សានៅថ្នាក់ទី12ក៏ដូចជាការប្រឡងបាក់ឌុបផ្ទាល់តែម្ដងប៉ុន្តែខ្ញុំនិយាយបែបនេះយើងស្ដាប់មើលទៅហាក់បីដូចជាស្រួលខ្លាំងមែនទែនប៉ុន្តែនៅពេលដែលអ្នកនរអនុវត្តផ្ទាល់ទើបដឹងថាចំណុចមួយនេះគឺវាពិបាកខ្លាំងមែនទែនដែលតម្រូវឲ្យយើងទៅអង្គុយរៀនមុខវិជ្ជាដែលយើងមិនចេះហើយត្រូវរៀនច្រើនម៉ោងទៀតអញ្ចឹងអានេះគឺជាឧបសគ្គមួយសម្រាប់អ្នកនរនៅពេលដែលយើងចាប់ផ្ដើមអនុវត្តនឹងការវិភាគរបស់យើងដំបូងប៉ុន្តែខ្ញុំជឿថាអ្នកនរគឺសុទ្ធតែអាចទ្រាំទ្របានជាមួយនឹងស្ថានភាពមួយនេះអញ្ចឹងសម្រាប់នៅជារួមនៅក្នុងវីដេអូមួយនេះអ្វីដែលខ្ញុំចង់ឲ្យអ្នកនរស្វែងយល់បានតាមរយៈការរៀបចំការវិភាគហ្នឹងគឺខ្ញុំចង់ឲ្យអ្នកនរផ្ដល់អាទិភាពផ្ដល់ម៉ោងរៀនផ្ដល់ការយកចិត្តទុកដាក់ឲ្យបានខ្លាំងជាងមុខវិជ្ជាណាទាំងអស់ចំពោះមុខវិជ្ជាដែលយើងមិនចេះអញ្ចឹងបើសិនជាមុខវិជ្ជាណាដែលយើងមិនចេះហើយយើងកុំខ្ជិលយើងកុំស្អប់វាយើងកុំទុកវាចោលយើងត្រូវតែចំណាយពេលជាមួយវាឲ្យបានកាន់តែច្រើនទើបការសិក្សារបស់យើងរីកចម្រើនទៅមុខហើយអ្នកគ្នាអាចសាកអនុវត្តបានបើសិនជាអ្នកគ្នាអាចធ្វើនៅដូចតែអ្វីដែលខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូនេះខ្ញុំជឿថាអ្នកនរគ្នានឹងចាប់ផ្ដើមស្រឡាញ់ការវិភាគដែលអ្នកនរគ្នាបានរៀបចំទុកសម្រាប់ខ្លួនឯងនេះតែម្ដងហ្នឹងហើយវីដេអូនេះក៏ខ្ញុំសូមបិទបញ្ចប់នៅត្រឹមហ្នឹងដែរហើយសម្រាប់ការវិភាគនេះគឺយើងអត់តន់ចប់ត្រឹមហ្នឹងទេគឺយើងនឹងចាប់ផ្ដើមស្វែងយល់អំពីវាឲ្យកាន់តែស៊ីជម្រៅជាងនេះទៅទៀតនៅអេពីសូតក្រោយៗទៀតអញ្ចឹងសម្រាប់អេពីសូតមួយនេះគឺខ្ញុំក៏សូមបិទបញ្ចប់នៅត្រឹមហ្នឹងដែរហើយក៏សូមអរគុណគ្នាយើងខ្លាំងមែនទែនដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់តទៅនេះខ្ញុំបាទម៉ៅប៊ូនីសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងអេពីសូតក្រោយ